Bạn ơi, ai cao ai cao ăn cái cao bom mình thấp chứ thầy thầy buồn đi បងប្អូននៅតាមភូមិស្រុកស្រែចំការការរកត្រីគឺមិនពិបាកទេឲ្យតែយើងមានកម្លាំងឬក៏មានពេលវេលាល្ងាចឡើងណាខែនេះគឺជាខែចាប់ផ្ដើមទឹកចាប់ផ្ដើមស្រកជាពិសេសគឺនៅតាមកន្លុកតាមស្រុកស្រែចំការគឺមានទឹកដក់បងប្អូនដែលនៅតាមភូមិស្រុកស្រែចំការភាគច្រើនគឺគាត់ទំនេរពីការងារគាត់ចាប់ផ្ដើមប្រមូលផលត្រីរបស់គាត់នៅតាមស្រែឲ្យតែមានកម្លាំងចាប់ត្រីបងប្អូនគឺមិនខ្វះទេគឺសម្បូរត្រីមែនទែននៅតាមភូមិស្រុកស្រែចំការបាទអញ្ចឹងល្ងាចឡើងនៅតាមកន្លុកតាមស្រែបងប្អូនអង្គុយមើលទៅគឺសម្បូរត្រីមែនទែនណាត្រីស្រែរបស់យើងគឺឆ្ងាញ់ល្អហើយជាមួយនឹងធម្មជាតិសំបីតែសត្វឆ្កែក៏វាសប្បាយរីករាយជាមួយនឹងធម្មជាតិមកតាមម្ចាស់ពវាណាដោយល្ងាចឡើងបងប្រុសនេះគឺគាត់ល្ងាចឡើងទំនេរពីការងារគាត់ឆ្លៀតពេលក្នុងការរកអាហារបន្ថែមសម្រាប់គ្រួសាររបស់គាត់ឥឡូវនេះគាត់ចាប់ផ្ដើមទប់នៅទំនប់ទឹកដើម្បីបាចទឹកនឹងចេញហើយចាប់ត្រីនៅក្នុងកន្លុកបាទវិធីនេះគឺជាវិធីសាមញ្ញក៏ដូចជាវិធីបុរាណយូរមកហើយនៅក្នុងប្រទេសកម្ពុជារបស់យើងណាដែលប្រជាជនខ្មែរភាគច្រើនគាត់និយមបាចត្រីឬក៏បង់ត្រីនៅតាមភូមិស្រុកស្រែចំការបាទដោយសារនៅតាមភូមិគឺយើងអត់មានម៉ាស៊ីនឬក៏មានឧបករណ៍ទំនើបក្នុងការប្រើប្រាស់បាទដោយសារនៅភូមិដាច់ស្រយាលគឺអ្នកខ្លះគឺគាត់ខ្វះខាតក្នុងថវិកាមែនទែនដោយបងប្អូនឃើញអញ្ចឹងបើសិនជាយើងប្រើម៉ាស៊ីនគឺបូមតែមួយផ្លេតអស់ប៉ុន្តែបងប្រុសនេះដោយសារគាត់ខ្វះខាតជាភាពរបស់គាត់ដែរអញ្ចឹងណាអញ្ចឹងទៅគាត់ប្រើកម្លាំងរបស់គាត់ដើម្បីបាចទឹកនៅក្នុងស្រែបងប្អូននេះបាទអញ្ចឹងគាត់ជូនដីម្ដងមួយដុំដើម្បីយកទៅទប់កុំឲ្យទឹកពីខាងផ្សេងហូរចូលមកអញ្ចឹងណាគឺគាត់បិទមកតំណាក់បាទហើយមានកូនឆ្កែរបស់គាត់ហ្នឹងគឺអង្គុយចាំលើកទឹកចិត្តគាត់អញ្ចឹងណាបាទគឺពិតជាឆ្លាតមែនទេណាវាមកជាមួយម្ចាស់ហើយវាអង្គុយមើលម្ចាស់វាត្បិតថាមិនបានជួយអីដល់ម្ចាស់ក៏វាអង្គុយដើម្បីឲ្យកម្លាំងចិត្តដល់ម្ចាស់របស់វាដើម្បីបាចត្រីបានជាម្ហូបអាហារសម្រាប់គ្រួសារបាទអញ្ចឹងការទប់មួយដុំគាត់ប្រមូលដីមួយដុំគឺបងប្អូនគិតថាវាមិនងាយទេសម្រាប់ការធ្វើដោយដៃណាបាទអានេះគឺគាត់អត់មានចបមានអីទេគឺគាត់ដើរប្រមូលដីម្ដុំហ្នឹងចូលទៅបិទទប់ដើម្បីគាត់បាចតែមួយកន្លុកនេះសិនណាបាទអញ្ចឹងមើលទៅគឺពិតជាគាត់តស៊ូនឹងជាភាពរបស់គាត់ប្រចាំថ្ងៃណាបាទដើម្បីអាចមានម្ហូបអាហារសម្រាប់គ្រួសារអញ្ចឹងក្នុងនាមគាត់ជាប្តីគឺគាត់តស៊ូមែនទែនណាបងប្អូនបាទដើម្បីបាចត្រីហើយក៏ជាម្ហូបអាហារដើម្បីកាត់បន្ថយនៅការចំណាយផ្សេងរបស់គាត់នៅផ្ទះរបស់គាត់អញ្ចឹងណាបាទអញ្ចឹងតម្រាំតែគាត់បិទចិត្តគឺក៏ដើរប្រមូលលបាយដីហ្នឹងទូចហ្នឹងដើម្បីបិទចិត្តណាបាទអញ្ចឹងនៅតាមភូមិគឺភាគច្រើនបើសិន
ឲ្យតែមានក្លុកទឹកអញ្ចេះបងប្អូនណាគឺមិនអត់ទេត្រីហូបណាឲ្យតែយើងមានកម្លាំងក្នុងការចាប់ក៏ដូចជាបាចទឹកឲ្យរីងទៅយើងងាយស្រួលក្នុងការចាប់អញ្ចឹងណាបងប្អូនបាទអញ្ចឹងទេសភាពនេះគឺលយមែនទេណាមានក្មេងៗគាត់ជិះកង់តាមភ្លឺស្រែត្រឡប់ពីរៀនមកផ្ទះវិញហើយមានសត្វឆ្កែរត់លេងអញ្ចឹងណាអញ្ចឹងអ្វីដែលចង់បង្ហាញថ្ងៃនេះគឺជាអ្វីដែលបងប្អូនបានធ្លាប់ទស្សនាពីដើមពីបរមវិរាណមកដែលយើងបាចត្រីណាបាទឥឡូវនេះគឺគាត់ចាប់ផ្ដើមខាន់ក្លុកហ្នឹងគឺបានចិត្តដែរតម្រាំទៅប្រមូលចិត្តគឺយូរដែរហ្នឹងបងប្អូនណាបាទបើយើងមើលក្នុងវីដេអូនេះលឿនទេដោយសារខ្ញុំកាត់ខ្លះអញ្ចឹងណាបើសិនតែយើងមើលជាក់ស្ដែងតម្រាំទៅបិទមួយនេះគឺមិនចិត្តទេដោយសារគាត់ប្រមូលនឹងដៃណាđòn rách tôi nói mình từng ở miền tây mỗi cái bỏng nó đi hôm ôi chết rồi bênนี้bỏng mình ba cái mình đang làm miên đấy bắt lư rồi chứ bắt lư rồi bắt rồi tơ đi mua đậu po trăm riêng chiếc bầu thưa mấy thưa ban đây đóបាទអញ្ចឹងគាត់ចាប់ផ្ដើមបាចហើយគាត់មានកូនធុងគាត់មួយគាត់សម្រាប់បាចក៏ដូចជាទុកត្រីនៅក្នុងធុងនឹងត្រឡប់ទៅផ្ទះវិញអញ្ចឹងណាបាទគាត់បាចគឺឃើញមានកន្លែងមួយហ្នឹងគឺទឹកនៅហូរមកវិញណាអញ្ចឹងគាត់ចាប់ផ្ដើមបិទបន្តទៀតហើយកុំឲ្យប្លុកទឹកពីខាងលើនោះវានៅតែប្រហូរមកទៀតអញ្ចឹងណាអញ្ចឹងទៅវាអាចនឹងយូរមិនងាយស្រកអញ្ចឹងណាបងប្អូនបាទអានេះគាត់ទប់បន្ថែមទៀតទៅកុំឲ្យទឹកនឹងស្រកឬក៏ត្រីវាអាចនឹងហែលទៅទឹកខាងជ្រៅវិញអញ្ចឹងណាបាទវិធីបែបនេះគឺយើងបាចទឹកតាមស្រែគឺយើងដាក់វាមកប្លុកដើម្បីងាយស្រួលក្នុងការចាប់ត្រីក៏ដូចជាយើងបាចទឹកផងដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនដែលធ្លាប់នៅតាមស្រុកស្រែចម្ការប្រហែលជាអាចនឹងធ្លាប់ដឹងហើយទេសភាពបែបនេះគឺបច្ចុប្បន្នហ្នឹងគឺស្ទើរតែមិនសូវជាមានទេដោយសារតែការរੂត្រីអីផ្សេងហ្នឹងគឺងាយស្រួលមែនទែនគេអាចដាក់ម៉ាស៊ីនបូមអីចឹងណាត្រឹមតែ1ម៉ោងឬក៏កន្លះម៉ោងអីហ្នឹងគឺអាចចាប់ត្រីបានហើយបាទដោយសារតែមើលទៅទឹកអត់ងាយស្រកណាអញ្ចឹងគាត់ប្រើសំណាញ់បង់វិញហើយណាមួយទឹកក៏រៀងស្រកក្រាន់គាត់អាចនឹងបង់ចាប់បានងាយស្រួលបងប្អូនណាបាទអញ្ចឹងគាត់ប្រើសំណាញ់ដើម្បីបង់ចាប់វិញអញ្ចឹងណាបាទអញ្ចឹងវាងាយស្រួលជាងបើសិនយើងប្រើកូនធុងនឹងបាចគឺមិនងាយនឹងអស់ទឹកទេព្រោះនេះក៏ជារៀងល្ងាចទៅហើយដែរខ្ញុំថតនេះគឺខ្ទង់ម៉ោង6ហើយបងប្អូនណាបាទអញ្ចឹងអាចរៀងល្ងិតអីរំតែគាត់ចាប់ត្រីបានហ្នឹងគឺល្ងិតបាទបើនេះគឺជាត្រីដំបងដែលគាត់ចាប់បានណាមើលទៅគាត់សប្បាយចិត្តមែនទែនដោយសារតែចាប់បានត្រីមួយណាបាទត្រីដែលគាត់ចាប់បាននេះវាស្តៀងនឹងពពុះត្រីក្រាញ់បងប្អូនណាបាទតិចទៀតខ្ញុំនឹងបង្ហាញរូបត្រីបាទនេះគេហៅត្រីផ្លានីនបាទត្រីផ្លានីនសបោនៅតាមតំបន់ខ្លះគឺសបោត្រីក្រាញ់ហើយនៅខាងខេត្តបន្ទាយមានជ័យនេះគឺនៅតាមស្រុកស្រែចម្ការហ្នឹងគឺសបោពពុះត្រីផ្លានីនហ្នឹងអញ្ចឹងណាអញ្ចឹងត្រីវាទៅតាមប្រភេទត្រីនៅតាមខេត្តបងប្អូនដែរបាទអ
chẳng cọt bong nó cứ cọt bài chật mình tế nè bà anh ấy cứ chia cá bong triệp ấy triệp nó cứ cọt riệp riệp chập rêu chập tray nó không phục không đầy chẳng á nè bàวิธีแบบนี้คือយើងប្រើសម្រាប់នៅពេលដែលទឹកជ្រៅណាបាទអញ្ចឹងយើងអាចធ្វើបែបនេះគឺអាចចាប់ត្រីបានអញ្ចឹងណាបងប្អូនណាបាទគាត់នេះគាត់តែម្នាក់ឯងទេដែលគាត់បងនេះគឺគាត់បងតែម្នាក់ឯងទេបាទដោយសារតែពេលល្ងាចឡើងហ្នឹងគឺគាត់ទំនេរពីការងារគាត់ឆ្លៀតឱកាសក្នុងការរੂត្រីហូបពេលល្ងាចឡើងអីចឹងណាបាទហើយមួយវិញទៀតបងដែលគាត់នៅតាមភូមិអីហ្នឹងគឺដឹងហើយថាពេលទំនេរពេលល្ងាចឡើងអីគាត់អាចជុំគ្នាហូបអាហារជុំគ្នាឬក៏ហូបប៊ីយាអីដាក់អីតិចតួចជុំគ្នាពេលល្ងាចឡើងបន្ទាប់ពីគាត់ធ្វើការហត់នឿយដើម្បីសម្រួលសរសៃឬក៏ជជែកគ្នាលេងអីចឹងណាតាមភូមិស្រុកស្រែចំការបងប្អូនដឹងហើយគឺអត់មានអីជាធំដុំអីទេគឺសាមញ្ញណាបាទឥឡូវនេះគឺយើងចាប់បានត្រីបាន2ហើយបាទអញ្ចឹងឃើញត្រីតែដូចគ្នាទេបងប្អូនណាបាទអត់ឃើញមានផ្ទុកអីទេប្រហែលជាវារុកទៅក្នុងផុកជ្រៅយើងពិបាកចាប់មែនទែនបើសិនតែយើងបូមអស់ទៅយើងងាយស្រួលចាប់បើសិនតែយើងបងបែបនេះគឺមិនងាយនឹងចាប់វាបានទេដោយសារតែពួកត្រីផ្ទុកឬក៏ត្រីអីផ្សេងហ្នឹងគឺវាបកកែក្នុងការរុលចូលទៅក្នុងភក់ជ្រៅណាបាទអញ្ចឹងត្រឹមសំណាញ់យើងគ្រួបពីលើអីអត់អាចនឹងទប់ស្កាត់វាបានទេបងប្អូនណាបាទហើយនេះគឺគាត់ចាប់ផ្ដើមសម្អាតក៏ដូចជាស្មៅដែលនៅក្លុកទី2ក្លុកនៅខាងលើទឹកជ្រៅហ្នឹងដើម្បីមកបងនៅនេះទៀតដោយសារតែកក់វាច្រើនពេកយើងពិបាកក្នុងការបងអញ្ចឹងហើយមានបងម្នាក់ដែលជាបងប្អូនគាត់ហ្នឹងគាត់មកជួយដែរអញ្ចឹងណាឥឡូវនេះគាត់ចាប់ផ្ដើមដកកក់ហ្នឹងចេញបាទអញ្ចឹងកក់នេះក៏មិនស្រួលប្រហែលដែរដកទៅរៀងតឹងដែរអញ្ចឹងណាបាទដោយសារតែដីនេះដីវារៀងដីខ្សាច់បងប្អូនណាបាទដីខ្សាច់ដល់ពេលនេះវារៀងថឹងអញ្ចឹងដកពិបាកដែរបើសិនតែយើងបងទៅក៏វាពិបាកនឹងបងដែរដោយសារតែនៅលើកក់អញ្ចឹងណាអញ្ចឹងមុននឹងយើងបងគឺយើងសម្អាតកក់នឹងចេញឲ្យស្អាតដើម្បីងាយស្រួលយើងបងក៏ដូចជាយើងអូសចាប់ត្រីនៅក្នុងក្លុកនឹងអញ្ចឹងណាអញ្ចឹងបងប្អូនទស្សនាមើលតើយើងបងត្រីថ្ងៃនេះហ្នឹងតើបានចំនួនត្រីប្រមាណអីចឹងណាបាទត្រីវានោះឯងមកចូលចឹងយកមកខុំអូដូចមិនត្រីចាក់នេះចាក់ចេងមកចេះធ្វើត្រីអត់រៀងស្មើដូចថៃហ៎ចង់និយាយថាត្រីចេះដែរបើធ្វើនឹងតកើតទេlưng rồi đó đâu đó lên không nhặt tụ ra kêu không đây này mà đây cho ra cái gì đó rồi vậy ghê vậy chứ mơ con thơm mẹ thơm chắc anh em tên tuổi nó chắc anh em tên tuổi nó đây có cái đồ dễ mà cái đồ này thơm
ទឹកមិញខ្ញុំទៅហៅទឹកទៅអត់មកrồi បាទពីអ្នកគ្នាគាត់ហ្នឹងគាត់នឹកឃើញវិធីមួយទៀតគឺដើម្បីលះចាប់ត្រីបានច្រើនហ្នឹងគឺគាត់នាំគ្នាអូសបាទអញ្ចឹងគាត់យកសំណាញ់ពីរហ្នឹងគឺគាត់កាន់ម្នាក់មកខាងបានគឺគាត់ចាប់ផ្ដើមអូសត្រីបងប្អូនបាទអឺវិធីនេះគឺយើងធ្វើសម្រាប់នៅតាមបន្លាយឬក៏ទឹករាក់អីនៅតាមអូអីចឹងណាបាទអញ្ចឹងយើងអាចប្រើវិធីអូសបែបនេះបានគឺយើងអាចអូសបានទាំងពពុះត្រីធំក៏ដូចជាត្រីតូចដែរបាទអញ្ចឹងបងពីរនាក់នេះគាត់ចាប់ផ្ដើមអូសហើយអញ្ចឹងបងប្អូនអាចទស្សនាថាតើការអូសត្រីរបស់គាត់ហ្នឹងអាចបានត្រីចំនួនប្រមាណក៏ដូចជាបានត្រីអីខ្លះអញ្ចឹងណាបាទហើយនេះគឺចាប់ផ្ដើមអូសពីខាងដើមមកនោះហើយបាទគាត់ចាប់ផ្ដើមអូសហើយបាទអញ្ចឹងឃើញមានកូនត្រីអីផ្សេងហ្នឹងវាចាប់ផ្ដើមលោតគ្នាភ័យគ្នាដែរព្រោះប្រើវិធីអូសអញ្ចេះគឺมันងាយនឹងកិច្ចរួចទេបាទគាត់អូសនេះគឺគាត់ចាប់ផ្ដើមចាប់បានត្រីមួយហើយដែលគាត់បោះមកខាងលើបងប្អូនបាទនេះគាត់ចាប់ផ្ដើមអូសហើយមកជាហៀងដីស្រែមកខាងចិត្តភ្លឺនេះគឺវាក្លុកអញ្ចឹងត្រីភាគច្រើនគឺវានៅខាងទឹកជ្រៅវាអត់សូវនៅខាងទឹករាក់ប្រហែលទេដោយសារតែនៅចិត្តភ្លឺនោះវាមានស្មៅផងអញ្ចឹងណាវាអាចមកពួននៅចិត្តនឹងស្មៅនឹងដែលងាយស្រួលក្នុងការលាក់ពីការបង់ក៏ដូចជាពីការចាប់របស់យើងដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងគាត់ចាប់ផ្ដើមអូសមកដល់នេះវិញហើយមើលទៅគឺមិនបានជាច្រើនប៉ុន្មានទេបងប្អូនណាបាទដូចជាគាត់អូសម្ដងគឺគាត់បានប្រហែលជា1 2អីចឹងណានេះបងប្អូនណាតែត្រីដែលគាត់បោះមកខាងលើមិញណាគឺត្រីផ្លានីននឹងទៀតចឹងណាឥឡូវនេះគាត់បាន3ត្រីហើយបាទអញ្ចឹងនៅតាមស្រុកស្រែមើលទៅងាយស្រួលមែនទេណាបងប្អូនបាទគឺអត់ពិបាកទេឲ្យតែយើងមានពេលទំនេរឬក៏យើងចំណាយពេលល្ងាចឡើងអាចរកន្លែងដែលមានទឹកមានអីចឹងបងប្អូនអាចរកត្រីបានអញ្ចឹងណាយើងមិនបានច្រើនយកទៅលក់ក៏យើងអាចសម្រាប់បរិភោគនៅក្នុងក្រុមគ្រួសាររបស់យើងកាត់បន្ថយការចំណាយអញ្ចឹងណាបាទអញ្ចឹងគឺល្អមែនទេណាបាទហើយគាត់មកនេះបងប្អូនណាគឺគាត់ជិះកង់មកទេបាទនេះកង់របស់គាត់ណាបាទហើយគាត់យកសំណាញ់មួយមានកូនធុងរបស់គាត់មួយហើយឆ្កែរបស់គាត់2 3ហ្នឹងវាមកតាមម្ចាស់របស់វាអញ្ចឹងណាអញ្ចឹងទស្សនីយភាពក្នុងថ្ងៃនេះក៏ចង់បង្ហាញដល់អ៊ំពូមីមីងបងប្អូនទាំងអស់គ្នាបានទស្សនានៅជាភាពបែបស្រុកស្រែចម្ការអញ្ចឹងណាបាទនេះគឺត្រីដែលគាត់បានហើយគាត់បាន4ក្បាលបាទគឺនៅតាមភូមិរបស់យើងត្រីប៉ុណ្ណេះគឺសម្រាប់គ្រួសាររបស់គាត់អាចយកទៅស្លហូបបានគ្នា2 3 4នាក់អីចឹងណាបាទអញ្ចឹងបានថែមបន្លែថែមអីខ្លះមកគឺបានមកហូបមកល្ងាចអញ្ចឹងគាត់អត់បាច់ទៅផ្សារឬក៏ទៅទិញបន្លែឬក៏ទិញសាច់អីបន្ថែមទៀតអញ្ចឹងណាបាទអញ្ចឹងគឺនៅតាមស្រុកស្រែគឺងាយស្រួលមែនទែនបងប្អូនណាសាមញ្ញហើយត្រីវិញគឺដូចខ្ញុំនិយាយអញ្ចឹងគឺអត់ខ្វះទេឲ្យតែយើងមានឧបករណ៍មានសំណាញ់ឬក៏មានលួបមានទ្រូអីដែលបងប្អូនធ្លាប់ទស្សនាវីដេអូខ្ញុំកន្លងមកខ្ញុំតែងតែចែករំលែកក៏ដូចជាបង្ហាញនៅបងប្អូនអ៊ំពូមីមីងដែលនៅក្រៅប្រទេសឬក៏បងដែលគាត់ធ្វើការនៅក្រៅប្រទេសអីគាត់អាចទស្សនានៅវីដេអូនេះជាលក្ខណៈបែបស្រុកស្រែចម្ការដើម្បីនឹករលឹកដល់ភូមិស្រុកកំណើតដែលធ្លាប់រស់នៅអីចឹងណាបាទអញ្ចឹងគឺនៅតែអ្នកខ្លះគឺគាត់នៅតែរក្សាប្រពៃណីរបស់គាត់ដដែលការប្រមូលផលត្រីមិនមានច្រើនមិនមានហូបអីឆ្ងាញ់ក៏គាត់សប្បាយចិត្តនឹងជាភាពប្រចាំថ្ងៃឬក៏ជាភាពបែបលក្ខណៈសាមញ្ញរបស់គាត់ណាបងប្អូនបាទអញ្ចឹងមួយផ្លេតទេនេះគឺគាត់បានត្រីឡើងធំដែរនេះសិតតែត្រីផ្លានីនបាទប៉ុន្តែគឺអាចយកទៅអាំងឬក៏ស្លម្ជូរឬក៏ធ្វើអីតាមចំណង់ចំណូលចិត្តរបស់គាត់បានមកគ្រួសាររបស់គាត់ទៀតចឹងណាបាទអញ្ចឹងគឺល្អមែនទែនហើយមានគ្នាគាត់មកជួយបន្ថែមទៀត
ល្ងាចឡើងពួកគាត់ចេញពីធ្វើការមកទំនេរអីចឹងណាកាលនេះគាត់មកជួយគ្នាក្នុងការរោប្រមូលត្រីគឺទេសភាពបែបនេះគឺសប្បាយមែនទែនបងប្អូនរីករាយលក្ខណៈបែបស្រុកស្រែចម្ការហើយខ្ញុំសង្ឃឹមថាវីដេអូនេះក៏អាចជាវីដេអូមួយនាំអារម្មណ៍បងប្អូនទាំងអស់គ្នាដែលមានតកប្រមល់ទាក់ទងនឹងរឿងសង្គ្រាមឬក៏រឿងអីមួយដែលយើងគិតថាមើលទៅវាមិនសប្បាយចិត្តអីចឹងបងប្អូនអាចមកទស្សនាវីដេអូខ្ញុំបែបលក្ខណៈស្រុកស្រែចម្ការអីចឹងណាអញ្ចឹងទៅធ្វើឲ្យអារម្មណ៍បងប្អូនទាំងអស់គ្នាសប្បាយរីករាយក៏ដូចជារំលែកនៅទុកកង្វល់ផ្សេងៗដែលបងប្អូនមានកង្វល់ឬក៏ធ្វើការអីបងប្អូនអាចមើលវីដេអូកំសាន្តបានអញ្ចឹងណាខ្ញុំនឹងព្យាយាមធ្វើវីដេអូបែបលក្ខណៈស្រុកស្រែដើម្បីជាការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាបានទស្សនាកំសាន្តហើយក៏អរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលគាំទ្រវីដេអូនេះកន្លងមកហើយវីដេអូនេះគួរទោះជាមិនមានចំណូលប៉ុន្តែជាការចែករំលែកក៏ដូចជាផ្ញើនៅក្តីរលឹកក៏ដូចជាសកម្មភាពលក្ខណៈស្រុកស្រែទៅដល់អ៊ំពូមេមីងបានទស្សនាកំសាន្តហើយសូមអ៊ំពូមេមីងបងប្អូនទាំងអស់គ្នាបានជួយ like ក៏ដូចជាជួយ subscribe នៅវីដេអូនេះដើម្បីជាកម្លាំងចិត្តក៏ដូចជាឲ្យខ្ញុំអាចនឹងធ្វើវីដេអូថ្មីក៏ដូចជាសកម្មភាពបែបលក្ខណៈស្រុកស្រែចែកជូនទៅដល់អ៊ំពូមេមីងបងប្អូនបានទស្សនាលក្ខណៈថាការប្រមូលផលត្រីឬក៏ការធ្វើអីលក្ខណៈតាមភូមិស្រុកស្រែចម្ការអញ្ចឹងណាដើម្បីចែករំលែកទៅដល់បងប្អូនទស្សនាដោយបងពីរនាក់អញ្ចឹងគឺគាត់មានតែសំណាញ់មួយគឺគាត់អាចបងត្រីហូបសម្រាប់គ្រួសាររបស់គាត់បានអញ្ចឹងណាអញ្ចឹងខែនេះគឺនៅតាមស្រែគឺមានកូនកឡុកកូនអីអញ្ចឹងត្រីវាចាប់ផ្ដើមមកប្រមូលផ្ដុំនៅតាមកឡុកអញ្ចឹងយើងអាចនឹងប្រមូលត្រីបានងាយស្រួលអញ្ចឹងណាអរគុណហើយសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូបន្តទៀតហើយសម្រាប់បងប្អូនថ្មីសូមជួយ subscribe នៅវីដេអូនេះក៏ដូចជា channel YouTube របស់ខ្ញុំបាទដើម្បីយើងអាចនឹងទទួលបានវីដេអូថ្មីដើម្បីជាការចែករំលែកក៏ដូចជាឲ្យបងប្អូនទាំងអស់គ្នាអាចនឹងសប្បាយរីករាយជាមួយនឹងវីដេអូរបស់ខ្ញុំនៅផលតានៅតានេះអូធំតាធំណាស់ប៉ុណ្ណេះលក្ខណៈអីចាត្រីកន្លងទៀតត្រី